ពាក់ព័ន្ធចំណីដែលថាកូនមន់ញាស់មកតែគួរឲ្យស៊ីភ្លាមឬក៏អត់ហ្នឹងណាបាទបច្ចេកទេសខុសៗគ្នាប៉ុណ្ណាបាទអត់មានថាខុសណាខុសណាត្រូវទេម៉ោងនេះយើងអត់មានវែកញែកណាខុសណាត្រូវទេតែសំខាន់វាជាមធ្យោបាយបាទមធ្យោបាយនៃការធ្វើរបៀបនៃការធ្វើបទពិសោធន៍បច្ចេកទេសក្នុងការធ្វើវាខុសៗគ្នាហ្នឹងហើយអញ្ចឹងកុំយកវិធីមួយទៅប្រៀបជាមួយវិធីមួយវាពិតជាមានកន្លែងខុសហើយតែប្រៀបខុសហើយប្រៀបធៀបខុសហើយឃើញមើលឃើញកន្លែងខុសហើយប៉ុន្តែគោលដៅចុងក្រោយតែយើងចង់បានអីហ្នឹងណាបាទគោលដៅចុងក្រោយចង់បានអីបាទដូចជាការងាររឿងថាកូនមន់ញាស់មកឲ្យស៊ីចំណីភ្លាមឬក៏ត្រូវទុករយៈពេល1ថ្ងៃ2ថ្ងៃអីយ៉ាងណាហ្នឹងវាជាបច្ចេកទេសរៀងខ្លួនទេដូចខ្ញុំនិយាយថាដើម្បីបានចម្លើយ20នេះបាទ5 4ដងក៏20 5 + 5 + 5 + 5ទៅវាមកស្មើ20ដូចតែគ្នាទេអញ្ចឹងធ្វើមិនធ្វើឲ្យតែបានឥឡូវខ្ញុំឲ្យបងប្អូនមើលទៅចេះវិធីនេះគឺវាយើងយោងទៅលើថាកូនមន់វាញាស់វាមានមុនមានក្រោយអាហ្នឹងជាហេតុផលដែលថាតើយើងគួរផ្ដល់នៅពេលណាកូនមន់ញាស់មកវាប្រើពេលវេលា2ថ្ងៃហើយបើសិនជាកន្លែងទុកដាក់ពងរបស់យើងអត់ល្អកម្ដៅវាអត់ថេរអាចញាស់មុនក្រោយគ្នា3ថ្ងៃអញ្ចឹង3ថ្ងៃបើសិនជាយើងរងចាំអាចុងក្រោយគេបង្អស់ហើយចាប់គិតពីថ្ងៃចុងក្រោយនោះបាទដូចថាថ្ងៃទី21យើងយកចេញមកនេះអញ្ចឹងយើងទុក2ថ្ងៃទៀតអាមុនហ្នឹងវាឡើង4 5ថ្ងៃហើយអញ្ចឹងវាត្រូវការស៊ីចំណីវាត្រូវការផឹកទឹកហើយអញ្ចឹងយើងដាក់វាទៅណាជាគំនិតរបស់ខ្ញុំជាបទពិសោធន៍របស់ខ្ញុំបងប្អូនមិនចាំបាច់ត្រូវរងចាំទេក៏ប៉ុន្តែចំណីវាមិនមែនថាមន់ទាំងអស់សិតតែស៊ីកូនមន់នេះដាក់មកហ្នឹងណាមិនមែនស៊ីបានទាំងអស់ទេអាណាវាស៊ីបានវាស៊ីហើយអញ្ចឹងណាហ្នឹងនេះកូនមន់ខ្ញុំទៅតម្លាក់ចេញពីទូបាទអញ្ចឹងខ្ញុំយកចេញពីទូមកគឺខ្ញុំដាក់ចំណីយកតែម្ដងហើយរឿងពាក់ព័ន្ធនឹងប្រព័ន្ធម្លែអាហារបងប្អូនមិនចាំបាច់បារម្ភទេបាទសត្វវាមានរបៀបរស់របស់វាហើយបាទមិនបាច់ខ្វល់ទេរឿងហ្នឹងណាបាទដល់ម៉ោងវាឃ្លានវាស៊ីហើយបាទដល់ម៉ោងឃ្លានស៊ីហើយតិចខ្ញុំឲ្យមើលលទ្ធផលបាទនេះគឺខ្ញុំដាក់ចឹងទៅបាទប៉ុន្តែក៏យើងកុំដាក់ច្រើនណាដាក់កុំដាក់ច្រើនហើយមធ្យោបាយនៃការដាក់ចំណីដោយបងប្អូននេះចឹងបាទអ្នកដែលបានរៀនហើយអនុវត្តធ្វើតាមហ្នឹងបាទអត់បានផលត្រឡប់មកសួរខ្ញុំពេញអូខេឥឡូវយើងមើលលទ្ធផលដែលក្រោយនឹងមួយសប្តាហ៍បងប្អូននេះបាទចាប់អត់ចង់បានទេសុខភាពវាប្រើហ្មងបាទហើយអ្នកដែលទិញទៅហើយគឺសត្វតែចង់បានទៀតហើយខ្ញុំចង់ទៅថាកុំឲ្យកូនមន់វាបាក់ធ្វើម៉េចបើវាស៊ីបានឲ្យវាស៊ីទៅដល់ម៉ោងត្រូវឲ្យវាស៊ីទៅអាណាស៊ីបានស៊ីអាណាស៊ីមិនបានរងចាំរយៈពេលប្រហែលម៉ោងក្រោយវាស៊ីបានវាចាប់ដើមស៊ីប៉ុន្តែរឿងសំខាន់តែថាដើម្បីការពារចំណុចនេះបងប្អូនបារម្ភរឿងការរាករូសហើមពោះរាករូសវាមិនពាក់ព័ន្ធនឹងចំណីទាំងស្រុងទេប៉ុន្តែកត្តាទូភ្ញាស់បាទទូភ្ញាស់បើសិនទូភ្ញាស់អត់ស្អាតមានមេរោគកូនមន់ញាស់មកវានៅហើមពោះវាអត់ដាច់ចិត្តនៅតបៅហ្នឹងណាអាហ្នឹងបងប្អូនមិនដាក់ចំណីក៏នៅតែងាប់ដែរអាមន់ហ្នឹងអត់ដាក់ចំណីក៏រាកដែរអាហ្នឹងយល់ចូលឲ្យវាដល់បញ្ហាហ្មងណាបានយើងអាចកែបានហើយមិនចាំបាច់ចាំទេដាក់ឲ្យទៅធ្វើអីធ្វើទៀតធ្វើទៅហ្នឹងហើយធ្វើអីធ្វើទៅដល់ម៉ោងមកដាក់ចំណីវាស៊ីទៀតមកមើលទឹកមើលកម្ដៅឲ្យបានគ្រប់គ្រាន់ទៅបានហើយរៀនប៉ុណ្ណឹងរៀនឲ្យទៅធ្វើបានហើយ